ជំរាបសួរបងប្អូនទាំងអស់គ្នាទទួលទានអាហារហើយនៅចាបើមិនតនេះបងប្អូនមករីករាយមីសួរទឹកកាពិជុំគ្នាមួយក្នុងមីបងប្អូនអើយនិយាយថាចូលឆ្នាំអត់បានទៅស្រុកទេបងប្អូនតតែរួចរាល់ការងារចាបានទៅស្រុកហើយត្រឡប់មកវិញទៅចិនវិញតែម្ដងចាមកមានស្នេហ៍តាមថ្លៃហូបមួយមកមីទឹកកាពិមកមីចូលចិត្តស្រូបក្នុងហ្នឹងតែម្ដងបងប្អូនអត់ចូលចិត្តជ្រលក់អីចាបងប្អូនណាខ្លះចូលចិត្តដូចមកមីអត់ចូលចិត្តជ្រលក់ចាបងប្អូនក្រោយខ្ញុំមកសាឆ្នាំខ្មែរបងប្អូនមានលក់នៅខ្មែរនៅចិនណាមានឆ្នាំទាស់ឆ្នាំសម្បូរទឹកដោះទាស់100មុខបងប្អូនត10ត20ឆ្នាំក៏ផឹកត្រូវដែរហើយកាពះពវៀនព្យាបាលស្បូនឆ្នាំមានកូនឆ្នាំរោងបាតចាមានប៉ុណ្្នឹងឯងបងប្អូនមកទិញនៅខ្មែរធូរថ្លៃជាងទិញនៅចិនព្រោះនៅចិនវាសេវាដាក់ថ្លៃចឹងណាបងប្អូនមកអញ្ជើញឆាញ់ជុំមកមីថ្ងៃតែក្តៅនៅចិនអានដែរថាតិចដល់ពេលមកនេះអានដែរថាក្តៅបងប្អូននៅក្នុងផ្ទះហងមួយញើសខ្ញុំមួយញើសមុខក្តៅពេកបងប្អូនបើទៅស្រុកតែ3ថ្ងៃឬ4ថ្ងៃត្រូវត្រឡប់មកវិញធ្វើឯកសារទៀតចាថតតាញៀនបានប៉ាសពតអញ្ចឹងដល់ពេលថតហើយត្រូវឡប់ទៅស្រុកទៅកំដរពុកម៉ែទៀតអញ្ចឹងទៅកុំឲ្យឡប់ចុះឡប់ឡើងវាហត់ណាអញ្ចឹងទៅចាំរួចរាល់ចាំទៅនៅយូរតែម្ដងត្រឡប់មកវិញទៅចិនបដ ாய் ហើយខ្ញុំមកដល់វិទ្យាចូលឆ្នាំខ្មែរបងប្អូនហើយម្យ៉ាងទៀតគេរកលិខិតចម្លងសម្បត្តិកំណើតហើយខ្ញុំអត់មានឲ្យតម្រុំតឲ្យខាងស្រុកភូមិគេធ្វើឲ្យផ្ញើមកហ្នឹងគឺចូលឆ្នាំល្មមតែហ្មងជាតិណាស់បងប្អូនអើយកាសទៀតក៏ក្តៅអាហារក៏ក្តៅអត់អស់ហើយស្ងាត់អស់បងប្អូនកូនចាំងទៅលេងស៊ីមៀបអស់ហើយខ្ញុំអត់ចូលចិត្តដើរលេងចាំមកកាសទៀតក្តៅទៀតហើយតែលេងចង់បងប្អូនអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាជួបในវីដេអូក្រោយសូមព្រះយេស៊ូវប្រទានពរបងប្អូនទាំងអស់គ្នាបងប្អូនធ្វើដំណើរទៅស្រុកកំណើតឬកំសាន្តនានាកន្លែងនានាសូមឲ្យមានសុវត្ថិភាពរាល់ការធ្វើដំណើរបងប្អូនជម្រាបលា